បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតហើយក្រោយពីដឹងលទ្ធផលឆ្នោតហើយអ្នកខ្លះក៏ជាប់អ្នកខ្លះក៏ធ្លាក់ហើយអ្នកធ្លាក់ក៏ព្យាយាមបន្តទៀតទៅនៅឆ្នាំក្រោយទៀតបាទដោយសារតែការដាក់នេះក៏វាមិនជាអស់លុយអស់កាក់អីដែរបាទអញ្ចឹងយើងផ្សងសំណាងលេងទៅក្រែងលោឆ្នាំនេះមិនជាប់វាជាប់នៅឆ្នាំក្រោយទៀតបាទចឹងក៏ផ្សងសំណាងទៅកែលោកមានភ័ព្វសំណាងបានជាប់មកអាមេរិកនឹងគេក៏ប៉ុន្តែនៅថ្ងៃនេះខ្ញុំចង់ចែករំលែកនៅមេរៀនខ្លះសម្រាប់អ្នកជាប់អញ្ចឹងក្រោយពីពេលជាប់ឆ្នោតហើយតើអ្នកទាំងអស់គ្នានឹងត្រូវធ្វើអ្វីបន្តទៀតថ្ងៃនេះខ្ញុំបានទទួលសារមួយពីអ្នកភូមិរបស់ខ្ញុំតែម្ដងនៅឯបាត់ដំបងផ្ទះក៏ជិតគ្នាដែរគាត់បានជាប់ឆ្នោតហើយបាទហើយគាត់បានលេខរៀងក៏ទៀបទៅទៀតបានល្អមែនទែនខ្ញុំពិតជាចូលរួមអបអរមែនទែនបាទដោយសារតែជាប់ហើយបានលេខរៀង case number នោះទៀបខ្លាំងណាស់បាទខ្ទង់100បាទខ្ទង់100អញ្ចឹងឱកាសល្អមែនទែនហើយបាទអញ្ចឹងដំណើរការដែលត្រូវធ្វើសម្រាប់អ្នកជាប់ណាគឺទី1យើងពិនិត្យទៅលើឯកសាររបស់អ្នកទាំងអស់គ្នាដែលមានដូចជាអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារសៀវភៅស្នាក់នៅសម្បត្តិកំណើតបើសិនជាមានប្តីប្រពន្ធយើងពិនិត្យមើលលិខិតអាពាហ៍ពិពាហ៍បើមានកូនទៀតក៏ពិនិត្យសម្បត្តិកំណើតកូនបាទជៀសវាងវាមានខុសអញ្ចឹងយើងមើលហ្នឹងគឺមើលទៅលើឈ្មោះថ្ងៃខែឆ្នាំកំណើតទីតាំងកំណើតឬក៏អាចថាជាឈ្មោះអក្សរឡាតាំងអញ្ចឹងវាត្រូវការឲ្យវាដូចគ្នាយើងពិនិត្យពីឯកសារមួយទៅឯកសារមួយយើងផ្ទៀងផ្ទាត់គ្នាដាក់ផ្ទឹមគ្នាឬក៏បើយើងមានគ្រួសារយើងជួយផ្ទឹមផ្ទៀងគ្នាទៅបាទថាវាខុសគ្នាឬអត់វាដូចគ្នាទាំងអស់ហើយឬនៅបាទអញ្ចឹងបើសិនជាក្នុងករណីដែលវាមានខុសអញ្ចឹងយើងចាប់ផ្ដើមធ្វើវាឲ្យបានលឿនតាមតែអាចធ្វើទៅបានសម្រាប់ឯកសារដែលខ្ញុំរៀបរាប់អំបញ្ញមិញប៉ុន្តែបើសិនជាក្នុងករណីដែលយើងមិនទាន់មានប៉ាសពតអូខេយើងអាចទៅធ្វើប៉ាសពតផងក៏បានមើលឯកសារអស់ទាំងនេះផងក៏បានតែបើសិនជាឯកសារទាំងអស់គ្នាចំពោះអត្តសញ្ញាណប័ណ្ណឬក៏អ្វីមួយដែលវាខុសដូចជាឧទាហរណ៍ថាមានអត្តសញ្ញាណប័ណ្ណខុសចៃដន្យទៅធ្វើអត្តសញ្ញាណប័ណ្ណទៅធ្វើប៉ាសពតគេយកតាមអត្តសញ្ញាណប័ណ្ណអញ្ចឹងអ្នកទាំងអស់គ្នាកុំតាន់ធ្វើប៉ាសពតយើងទៅធ្វើអត្តសញ្ញាណប័ណ្ណជាមុនសិនរៀបអត្តសញ្ញាណប័ណ្ណអីអស់នឹងឲ្យហើយទៅធ្វើប៉ាសពតអញ្ចឹងប៉ាសពតវាមានច្រើនcaseវាមានករណីលឿនមធ្យមហើយនឹងធម្មតាអញ្ចឹងវាដូចជាលឿនប្រហែល1ថ្ងៃ2ថ្ងៃបាទ3ថ្ងៃបានហើយវាមានមួយអាទិត្យនឹងកន្លះខែឬក៏3អាទិត្យអីទៀតទៅអញ្ចឹងយើងធ្វើអត្តសញ្ញាណប័ណ្ណនឹងហើយចាំយើងទៅធ្វើប៉ាសពតតាមក្រោយបាទអញ្ចឹងយើងពិនិត្យមើលឯកសារនឹងឲ្យអស់បាទពិនិត្យឯកសាររបស់ខ្លួនឯងឲ្យគ្រប់ជ្រុងជ្រោយកុំឲ្យមានខ្វះខាតបន្ទាប់មកយើងសួរខ្លួនឯងមើលថាយើងជាពលករឬក៏ធ្លាប់ទៅនៅប្រទេសណាដែលមានរយៈពេលយូរទេធ្លាប់ទេបើមិនធ្លាប់ទេមិនអីទេមិនបាច់ទេប៉ុន្តែបើសិនជាធ្លាប់អ្នកទាំងអស់គ្នាត្រូវតែស្វះស្វែងទៅធ្វើលិខិតថ្កោលទោសរបស់ប្រទេសនោះឧទាហរណ៍ដូចជាខ្ញុំធ្លាប់ទៅនៅប្រទេសកូរ៉េយូរឆ្នាំបាទយូរឆ្នាំ6 7ឆ្នាំអញ្ចឹងខ្ញុំត្រូវតែទៅធ្វើលិខិតថ្កោលទោសរបស់កូរ៉េបាទនឹងមួយអញ្ចឹងពីរណាទី1យើងពិនិត្យឯកសារទី2យើងពិនិត្យមើលលិខិតថ្កោលទោសរបស់ខ្លួនឯងបើសិនជាអ្នកទាំងអស់គ្នាធ្លាប់ទៅនៅប្រទេសណាដែលមានរយៈពេលយូរលើសពី1ឆ្នាំ2ឆ្នាំ3ឆ្នាំទី3អ្នកទាំងអស់គ្នាត្រូវតែរកអ្នកណាដែលអ្នកទាំងអស់គ្នាគិតថាអាចពឹងពាក់បានឬក៏សាច់ញាតិណាដែលអ្នកទាំងអស់គ្នាគិតថាពេលដែលមកនៅអាមេរិកនេះនៅមួយគាត់ឬក៏អាចពឹងពាក់គាត់បាននិយាយឲ្យខ្លីរកអ្នកស្គាល់នៅអាមេរិកដែលអាចជួយយើងបានព្រោះត្រូវការអាសយដ្ឋានរបស់ពួកគាត់នៅអាមេរិកនេះពេលដែលយើងបំពេញ form DS 260អញ្ចឹងនៅពេលដែលបំពេញ form បើយើងអត់មានអាសយដ្ឋាននៅអាមេរិកណាសោះយើងពេញអត់កើតទេយើងធ្វើអត់កើតទេពីព្រោះនៅក្នុង form ហ្នឹងគឺមានកន្លែងមួយគឺតម្រូវឲ្យយើងដាក់អាសយដ្ឋានអ្នកនៅអាមេរិកអញ្ចឹងមានទី1ពិនិត្យឯកសាររបស់អ្នកទាំងអស់គ្នាវាមានដូចខ្ញុំរៀបរាប់អញ្ចឹងណាវាមានប្រហែលមុខហ្នឹងបាទទី2បើសិនជាធ្លាប់ទៅណាអត់យើងពិនិត្យមើលខ្លួនឯងណាធ្លាប់
ទៅជាពលករឬគេអីអត់ដល់មិនធ្លាប់ទេនៅតែស្រុកអាហ្នឹងយើងអាចមិនបាច់ខ្វល់ទេទី3គឺរកអ្នកនៅអាមេរិករកអ្នកអាស័យដ្ឋានអ្នកអាមេរិកណាមួយដើម្បីយើងដាក់អាស័យដ្ឋានរបស់ពួកគាត់នៅពេលដែលយើងមកនៅឬក៏ពេលដែលយើងទទួល green card គឺក្នុងអាស័យដ្ឋានមួយនឹងបន្ទាប់ពីយើងធ្វើរឿងទាំង3ដែលខ្ញុំនិយាយរួចអំបញ្ញមិញហើយចាប់ផ្ដើមបំពេញ form DS 260យើងត្រូវតែបំពេញ form DS 260ហើយ form នេះវាពិតជាសំខាន់ណាស់បាទ form នេះសំខាន់ឧទាហរណ៍ជាក់ស្ដែងដូចជាឈ្មោះពេលលេងអូខេអត់អីទេប៉ុន្តែនៅពេលដែលដាក់ form 260នេះត្រូវទាំងអស់អត់មានខុសទេពីព្រោះនៅពេលដែលស្ថានទូតគាត់សម្ភាសគាត់យកกระดาษ260នឹងឯងមកមើលទៅលើប្រវត្តិរូបរបស់យើងហើយគាត់សួរទៅតាមប្រវត្តិរូបរបស់យើងនឹងឯងបាទអញ្ចឹងការងារដែលយើងត្រូវធ្វើបន្ទាប់មានប៉ុណ្្នឹងសិនចុះមិនបាច់និយាយតទៅទៀតទេនៅមានទៀតណាប៉ុន្តែសុំនិយាយតែប៉ុណ្្នឹងសិនចុះតែប៉ុណ្្នឹងឯងកុំឲ្យអ្នកទាំងអស់គ្នាស្មុគស្មាញវែងឆ្ងាយអញ្ចឹងសុំនិយាយតែប៉ុណ្្នឹងគឺមានតែបណ្ឌិតឯកសាររបស់អ្នកទាំងអស់គ្នាមើលខ្លួនឯងធ្លាប់ទៅណាទេរោងអ្នកអាមេរិកប៉ុណ្្នឹងសិនចុះមិនមែនថាអស់ហើយណាមិនមែនថាប៉ុណ្្នឹងហើយអស់ទេនៅមានទៀតប៉ុន្តែសុំប៉ុណ្្នឹងសិនចុះយើងធ្វើប៉ុណ្្នឹងមើលតាអាចថាមានភាពស្មុគស្មាញទេឬក៏ដូចជាមិនមានអីទេបើត្រឹមត្រូវហើយតាមបំពេញតែ260ហើយសម្រាប់សិនធ្វើនឹងសិនបាទអញ្ចឹងនេះគ្រាន់តែជាការចែករំលែកមួយដើម្បីអ្នកទាំងអស់គ្នាដឹងពីព្រោះបើតាមបទពិសោធន៍ខ្ញុំធ្លាប់ជាប់ពីមុនណាក៏ខ្ញុំរំភើបក៏ភ័យដែរថាអូខ្ញុំត្រូវធ្វើអីបន្តទៀតអញ្ចឹងវីដេអូនេះសង្ឃឹមថាអ្នកទាំងអស់គ្នាអាចឃើញនិងដឹងហើយស្វែងយល់ដល់ខ្លួនឯងបន្ថែមទៀតចុះទាក់ទងនឹងចម្ងល់អីអាច comment សួរបានបាទខ្ញុំរីករាយនឹងឆ្លើយតបអញ្ចឹងជួយ subscribe នៅ channel របស់ខ្ញុំផងដើម្បីឲ្យខ្ញុំធ្វើវីដេអូបន្តទៀតអ្នកទាំងអស់គ្នាអាចនឹងដឹងអាចនឹងឃើញពីដំណើរការបន្តទៀតក៏ដូចជាវីដេអូផ្សេងទៀតដែលខ្ញុំបានចែករំលែករបៀបរបបនៃការមកអាមេរិកនេះដំបូងអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ